បាទជំរាបសួរបងនៅក្នុងវីដេអូនេះខ្ញុំបង្ហាញបងតាក់ទងនឹងការដាក់រូបភាពទៅលើគ្រប់ category របស់បងណាបងអញ្ចឹងដំបូងបងត្រូវចុចទៅលើ inventory អូខេដំបូងបងយកពាក្យ master data ហើយបងយក item group អូខេតមកយើងយក item group level 1អូខេតមកខ្ញុំចង់ដាក់រូបភាពបាទដាក់រូបភាពទៅលើក្រុមណាមួយដែលខ្ញុំចង់ខ្ញុំអាចចុច2ដងទៅលើឈ្មោះបាទអញ្ចឹងខ្ញុំចង់ដាក់រូបភាពទៅលើក្រុមឈ្មោះសម្លៀកបំពាក់អញ្ចឹងខ្ញុំចុច2ដងមកអូខេអញ្ចឹងបងចុចប្រើពេលបងចុចប្រើវានឹង attach ទៅរូបភាពដែលបងបាន save ទុកនៅក្នុង folder ណាមួយអញ្ចឹងបងអញ្ចឹងខ្ញុំទុកក្នុង folder ណាខ្ញុំត្រូវតែរកនៅក្នុង folder ហ្នឹងអូខេអញ្ចឹងខ្ញុំចង់ដាក់រូបភាពមួយនេះបាទបងគ្រាន់តែចុចលើរូបភាពហ្នឹងមកចុច2ដងមកវា load រូបភាពហ្នឹងមកតែបងធ្វើការ update ហ្នឹងតមកខ្ញុំបានដាក់រូបភាពទៅលើក្រុមហ្នឹងបានជោគជ័យបងអញ្ចឹងជំហាននៃការបង្កើតជំហាននៃការដាក់រូបភាពមានតែប៉ុណ្្នឹងឯង